Wells Fargo ប្រមានអំពីសេដ្ឋកិច្ចអាមេរិកថាហានិភ័យកំពុងផ្លាស់ទៅទិសអវិជ្ជមានតម្លៃប្រេងដែលកើនឡើងខ្ពស់បានក្លាយជាសម្ពាធថ្មីមួយលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកខណៈដែលធនាគារ Wells Fargo ប្រមានថាតលយៈភាពនៃហានិភ័យកំពុងផ្លាស់ទៅទិសដៅអវិជ្ជមានខណៈគ្រួសារអាមេរិកកំពុងប្រឈមនឹងសម្ពាធឡើងវិញលើប្រាក់ចំណូលគោលអ្នកវិភាគរបស់ Wells Fargo បានចង្អុលបង្ហាញថាការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងកំពុងបន្ថយអំណាចទិញនៅពេលដែលទីផ្សារការងារក៏កំពុងមានភាពទន់ខ្សោយរួចហើយធនាគារនេះបានបញ្ជាក់ថាកំណើននៃការងារថ្មីៗបានជាប់គាំងនៅក្នុងមួយឆ្នាំចុងក្រោយខណៈដែលប្រាក់ចំណូលគោលដៅផ្ទាល់ខ្លួនមិនរាប់បញ្ចូលជំនួយរដ្ឋកំពុងបាត់បង់កម្លាំងកំណើនដោយសារតែកំណើនប្រាក់ខែធ្លាក់ចុះនិងអតិផរណានៅតែខ្ពស់បើតម្លៃសាំងបន្តកើនឡើងអតិផរណាអាចឡើងលើ 3% ក្នុងពេលខាងមុខហើយអាចនាំឲ្យមានការធ្លាក់ចុះពិតប្រាកដនៃប្រាក់ចំណូលក្នុងប្រមាណខែខាងមុខទៀតយ៉ាងណាក៏ដោយ Wells Fargo ក៏បានបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំជាងមុនក្នុងការទប់ទល់នឹងការកើនឡើងតម្លៃថាមពលបើប្រៀបធៀបទៅនឹងអតីតកាលការពឹងផ្អែកការចំណាយរបស់អ្នកប្រើប្រាស់លើតម្លៃថាមពលបានថយចុះតាមពេលវេលាដោយសារតែភាគរយវិស័យសេវាកម្មកើនឡើងធំជាងមុនការផ្លាស់ប្តូររចនាសម្ព័ន្ធប្រជាជនក្នុងការប្រើប្រាស់ថាមពលនិងការគាំទ្រពីនយោបាយថវិការដ្ឋគំរូវិភាគរបស់ Wells Fargo បង្ហាញថាការកើនឡើងតម្លៃប្រេងក្នុងកម្រិតមធ្យមនឹងធ្វើឲ្យកំណើនការចំណាយអ្នកប្រើប្រាស់ពិតថយល្បឿនប៉ុន្តែមិនធ្វើឲ្យបញ្ច្រាស់ទៅជាធ្លាក់ចុះទេធនាគារនេះក៏បានបន្ថែមផងដែរតើតែការកើនឡើងតម្លៃប្រេងខ្លាំងនិងយូរអង្វែងជាងនេះទើបអាចបង្កឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចដែលតែងតែជាប់ទាក់ទងនឹងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទោះជាយ៉ាងណា Wells Fargo ក៏បានប្រមានថាហានិភ័យអាចកើនឡើងប្រសិនបើតម្លៃប្រេងខ្ពស់ធ្វើឲ្យទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះឬលក្ខខណ្ឌហិរញ្ញវត្ថុតឹងរ៉ឹងកើនឡើងសម្រាប់ពេលបច្ចុប្បន្នការព្យាករណ៍មូលដ្ឋានរបស់ធនាគារនៅតែដដែលគឺរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់អត្រាការប្រាក់2ដងក្នុងឆ្នាំនេះក្នុងមួយដង 0.25% ហើយទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលអាមេរិក10ឆ្នាំនឹងនៅប្រហែល 4.25% នៅចុងឆ្នាំប៉ុន្តែ Wells Fargo ក៏បានប្រមានដែរថាបើតម្លៃប្រេងនៅខ្ពស់យូរការព្យាករណ៍នេះនឹងកាន់តែពិបាកកើតឡើងសម្រាប់ព័ត៌មាននេះលោកសេធីរមអ្នកជំនាញជួញដូរហាងឆេងមាសនិងរូបិយប័ណ្ណអន្តរជាតិបានវិភាគឃើញថានេះគឺជាការប្រមានដ៏គួរឲ្យព្រួយបារម្ភមួយរបស់ធនាគារយក្សរបស់សហរដ្ឋអាមេរិកទៅលើសេដ្ឋកិច្ចអាមេរិកផ្ទាល់ដែលសបញ្ជាក់ឲ្យឃើញច្បាស់ថាបើសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្តអស់បន្លាយយូរនោះតម្លៃទំនិញនឹងឡើងថ្លៃហើយទាញទម្លាក់ការចំណាយរបស់ប្រជាជនអាមេរិកដែលជាវិស័យស្នូលរបស់មហាអំណាចសេដ្ឋកិច្ចលេខ1មួយនេះហើយកត្តានេះនឹងអាចដោយការព្រួយបារម្ភរបស់ធនាគារ Wells Fargo ដូចនេះបើស្ថានភាពសកលនៅតែតានតឹងដូចបច្ចុប្បន្នច្បាស់ណាស់វិនិយោគិនសកលនៅតែចាប់យកមាសធ្វើជាទ្រព្យសុវត្ថិភាពដដែលមុនស្ថានភាពប្រសើរឡើងវិញបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ